ជំរាបសួរបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់ការវិភាគតម្លៃហាងឆេងមាសនិងរូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃបាទយើងឃើញថាតម្លៃហាងឆេងមាសកាលពីម្សិលមិញគឺដើរស្អាតមែនតើបាទប៉ុន្តែចៃដន្យអីការប្រយុទ្ធមិញខ្ទង់ម៉ោង10 11ហ្នឹងបាទធ្វើឲ្យបងប្អូនខ្លះគាត់អត់តន់សម្រាប់ក៏គាត់មានការចូល sale បន្តិចជាប់នៅក្នុងទីផ្សារបាទប៉ុន្តែថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនអ្នកគ្នាថាតើយើងគួរតែចូលទិញលក់ដោយរបៀបណាដើម្បីមានឱកាសទទួលបានផលចំណេញបន្ថែមទៀតហើយសម្រាប់ទីផ្សារនៅក្នុងថ្ងៃហ្នឹងវាឡើងទៅលើបន្ថែមទៀតឬក៏មានការ retrace ចុះមកក្រោមវិញខ្លះបាទតោះអញ្ចឹងកុំឲ្យខាតពេលយូរទៅទាំងអស់គ្នាបាទនេះគឺជាបកគោលមួយថ្ងៃបាទក៏ដូចជាបង្គោលគេហៅថាមួយថ្ងៃបិទមួយថ្ងៃបិទមួយណាយើងឃើញថាការពីម្សិលមួយថ្ងៃបាទថ្ងៃទី11មាសបានបិទជាពណ៌ខៀវហើយការពីម្សិលមិញក៏ខ្ញុំបានប្រាប់ទៅដល់បងប្អូនដែរថាព្យាយាមរកកន្លែងទិញទៅបាទដើម្បីទទួលបានផលចំណេញបាទការពីម្សិលមិញជាក់ស្ដែងតម្លៃមាសមានការកើនឡើងថែមមែនបាទហើយការពីយប់មិញហ្នឹងគឺមាសបានឡើងរហូតទៅដល់តម្លៃ$2940នៅក្នុង1អោនហើយពីខ្ញុំទៅនៅក្នុងថ្ងៃនេះយើងអាចរកកន្លែងទិញទៅបាទប៉ុន្តែបើសិនជាមាសហ្នឹងឡើងទៅដល់តម្លៃ$2950ស្ដើងឬក៏ខ្ទង់55 56អាចលក់ចុះមកក្រោមវិញបានខ្លះលក់យកផលចំណេញខ្លីៗក៏បានដែរបើសិនជាបងប្អូនមានការព្រួយបារម្ភខ្លាចមាសអត់ចុះណាបាទដោយសារតែព័ត៌មានខាងក្រៅភាគច្រើនគឺ support ឲ្យមាសឡើងអញ្ចឹងបានធ្វើតម្លៃហាងឆេងមាសនឹងគ្នាពិបាកនៅក្នុងការចុះដែរបាទថ្ងៃនេះយើងពីខ្ញុំទៅព្យាយាមរកកន្លែងទិញទៅណាបាទប៉ុន្តែបើសិនជាវាបានឡើងដល់$2950ឬក៏55ដូចខ្ញុំនិយាយប្រាប់មុនហ្នឹងយើងអាចលក់ចុះមកក្រោមវិញខ្លះកន្លែងហ្នឹងណាបងប្អូនបាទតោះអញ្ចឹងសម្រាប់ថ្ងៃនេះយើងមានព័ត៌មានសំខាន់ដែរបាទនៅក្នុងយប់ហ្នឹងគឺ PPI គឺជាព័ត៌មានមួយដែលគេនិយាយអំពីបាទការផ្លាស់ប្ដូរផលិតផលដែលបានផលិតរួចអញ្ចឹងព័ត៌មានហ្នឹងគឺព័ត៌មានសំខាន់សម្រាប់យប់ហ្នឹងណាបងប្អូនណាបាទហើយយើងឃើញថាការព្យាករណ៍គឺគេព្យាករណ៍ថាធម្មតាមួយនិងអត់ល្អមួយអញ្ចឹងបើសិនជាទិន្នន័យចេញមកខ្ពស់ជាង0.3%គឺល្អបើសិនជាចេញមកទាបជាង0.3%អត់ល្អទេហើយយើងមាន unemployment claim មួយទៀតបាទចំនួនអ្នកដែលមិនមានការងារធ្វើទៅយកលុយពីរដ្ឋដើម្បីចាយវាយទិន្នន័យមួយហ្នឹងក៏សំខាន់ដូចគ្នាបើសិនជាមានការកើនឡើងអត់ល្អទេប៉ុន្តែបើសិនជាមានការធ្លាក់ចុះ good បាទល្អវិញបាទអញ្ចឹងទិន្នន័យដុល្លារល្អមាសចុះទិន្នន័យដុល្លារមិនល្អមាសឡើងបាទតោះយើងឃើញថាការប្រយុទ្ធមិញតម្លៃហាងឆេងមាសគឺមានការធ្លាក់ចុះជាក់ស្ដែងនៅក្នុងក្រុម VIP ក៏ទទួលបានផលចំណេញដែរពីការទិញនៅក្នុងទិញមាសការប្រយុទ្ធមិញប៉ុន្តែបងប្អូនណាដែលគាត់រងចាំដល់2902 03អត់ប៉ះទេបងប្អូនណាបាទតោះថ្ងៃនេះខ្ញុំមាន support ក៏ដូចជា resistance សម្រាប់ផ្ដល់ជូនបងប្អូនដែរបាទពីខ្ញុំទៅខ្ញុំ recommend រងចាំទិញនៅតម្លៃបាទយើងមាន support ខ្ញុំនិយាយពីការទិញមុនដោយសារតែថ្ងៃហ្នឹងខ្ញុំ recommend ឲ្យបងប្អូនអ្នកគ្នាទិញបាទយើងមាន2928និង32ដែលជា support ទី1បងប្អូនអ្នកគ្នាអាចតេស្តនៅក្នុងការទិញបានឬក៏អាចទិញបានជាលក្ខណៈ lot size ធម្មតាក៏បានដែរបាទទី1តម្លៃទាបទី2គឺ$2918និង$22នៅក្នុង1អោនដែលជាតម្លៃទាបទី2បងប្អូនអ្នកគ្នាអាចទិញបានដូចគ្នាហើយនឹង demand zone $2906និង08ក៏យើងអាចទិញបានដូចគ្នាហើយសួរថាមាសបច្ចុប្បន្នយើងអាចលក់បានអត់បាទបច្ចុប្បន្នវាកំពុងតែនៅតំបន់ resistance ទី1បើយើងចាប់ទៅនៅក្នុង time frame 1ម៉ោងយើងឃើញឃើញទេបាទគឺវាជា resistance ទី1ដែលជាតម្លៃមួយដែលយើងអាចពិចារណានៅក្នុងការលក់យកផលចំណេញខ្លីៗបានតំបន់2942និង46បើសិនជាបងប្អូនចង់លក់បាទសូមមានការប្រុងប្រយ័ត្នផងបាទពីខ្ញុំទៅបើសិនជាចង់លក់អាចលក់ខ្លីៗបើសិនជាបងប្អូនអត់ចង់លក់តម្លៃហ្នឹងទេយើងមានតម្លៃ2ទៀតនៅក្នុងការលក់យើងមាន resistance ទី1សុំទោស resistance ទី2$2954និង$58នៅក្នុង1អោនដែលជា resistance ទី2បងប្អូនអ្នកគ្នាអាច test sell មកក្រោមវិញបានហើយសួរថាហេតុអីបានតម្លៃវាខ្ពស់ហើយយើងនៅតែ test sell យើងអត់ព្រមជាន់ sell បាទដោយសារតែព័ត៌មានខាងក្រៅគឺ support ឲ្យមាសឡើងទាំងអស់អញ្ចឹងបើសិនជាបងប្អូនចង់ sell សូមមានការប្រុងប្រយ័ត្នបាទអញ្ចឹងយើងអាចរងចាំ test sell នៅតម្លៃ2958និង54បានណាបាទហើយតម្លៃ42 46បច្ចុប្បន្នយើងអាច sell យកផលចំណេញខ្លីៗបើសិនជាមាសឡើងទៅតទៀតទិសដៅបន្ទាប់របស់វាគឺ2966និង70បាទអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាបាទសម្រាប់ព្រឹកហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងអាប់ដេតជូនទៅដល់បងប្អូនអ្នកគ្នាបើសិនជាបងប្អូនណាដែលគាត់ចង់ទិញលក់តម្លៃហាងឆេងមាសបាទជាមួយខ្ញុំផ្ទាល់អាចតាក់ទងមកតាមរយៈ link ខាងក្រោមឬក៏ scan QR code ខាងឆ្វេងដៃដើម្បីមកដល់ Telegram ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាបាទជម្រាបលា